តែដុកទ័រឈឹមជាអ្នកគេទៅដុកទ័រឈឹមមានឈ្មោះពេញថាជាវិជ្ជាបណ្ឌិតឈឹមជប៉ុនជាវិជ្ជាបណ្ឌិតឯកទេសខាងផ្នែករោគកុមារនិងទារកបើនិយាយពីរឿងរៀនវិញពេទ្យរៀនប្រហែលជា11ឆ្នាំមកទៅបានខ្លះទៅជាពេទ្យគឺ6ឆ្នាំនៅមហាវិទ្យាល័យវិទ្យាសាស្ត្រមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបន្ទាប់មក3ឆ្នាំទៀតឯកទេសខាងផ្នែករោគកុមារនិងទារកហើយបានទៅវឹកហាត់ការងារនៅ Princess Margaret Hospital នៅទីក្រុង Perth ប្រទេសអូស្ត្រាលីចៃដន្យក៏ជាប់ខ្លះទៅជានិស្សិតអាហារូបករណ៍របស់ Australian University ដើម្បីទៅបន្តអនុបណ្ឌិតខាងផ្នែកសាស្ត្រវិទ្យាសាស្ត្រឬក៏ Master in Clinical Epidemiology មួយឆ្នាំទៀតនៅទីក្រុង Sydney តម្រាំត្រឡប់មកវិញហើយចាប់ផ្ដើមធ្វើជាពេទ្យតែក្រៅពីពេទ្យក៏ពួកពេទ្យធ្លាប់ធ្វើជាគ្រូបង្រៀនដែរកាលពីចប់បញ្ញាបត្រភាសាដំបូងហើយក្រោយមកក៏ចូលបង្រៀននិស្សិតពេទ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យឯកជនមួយដែរតែឥឡូវឈប់ហើយដោយសារតែរវល់ពេកជាមួយជំងឺផងត្រូវរៀបចំការងារនៅមន្ទីរពេទ្យផងត្រូវបង្រៀនក្រុមការងារគ្រូពេទ្យគិលានុបដ្ឋាកផងតែគិតទៅដូចអត់ទៅណាឆ្ងាយពីរឿងបង្រៀនសោះពីដំបូងបង្រៀនកូនសិស្សក្រោយមកមានបង្រៀនគ្រូពេទ្យគិលានុបដ្ឋាកឥឡូវគឺចូលបង្រៀនក្រុមថ្មីគឺក្រុមប៉ាម៉ាក់ហ្នឹងមកខ្ញុំទទួលបានសារជាច្រើនពីប៉ាម៉ាក់ដែលគាត់អរគុណសម្រាប់វីដេអូនេះផលិតតែពិតគឺខ្ញុំទៅវិញទេដែលត្រូវអរគុណប៉ាម៉ាក់ទាំងអស់គ្នាដែលតាមដានវីដេអូហើយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តធ្វើអ្វីដែលខ្ញុំចូលចិត្តប្រហែលខែមកនេះអ្នកទាំងអស់គ្នាធ្វើឲ្យខ្ញុំដឹងថា page Dr. Chim មិនមែនជារបស់ខ្ញុំតែម្នាក់ឯងតែ page នេះគឺជារបស់អ្នកទាំងអស់គ្នាពួកយើងរៀនពីគ្នាទៅវិញទៅមកយើងចែករំលែកបទពិសោធន៍ហើយលើកទឹកចិត្តគ្នាដឹងថាអ្វីដែលខ្ញុំរំភើបជាងគេអត់គឺនៅពេលដែលមានអ្នកគាំទ្រគាត់ចូលរួមឆ្លើយសំណួរនិងផ្ដល់យោបល់ដែលត្រឹមត្រូវជូនដល់ប៉ាម៉ាក់ដទៃទៀតរំភើបមែនទេពួកពេទ្យចង់ប្រាប់អ្នកទាំងអស់គ្នាថារាល់ការចូលរួមមិនថាជា like share ឬក៏ comment របស់អ្នកទាំងអស់គ្នាវាគឺជាសម្លេងមួយដែលប្រាប់ពួកពេទ្យថាត្រូវតែបន្តធ្វើវាទោះបីជាការងារហ្នឹងធ្វើដល់ជោគជ័យប៉ុណ្ណាក៏ដោយក៏នៅតែសប្បាយចិត្តនឹងធ្វើហើយពួកពេទ្យក៏សង្ឃឹមថា page មួយនេះនឹងនៅតែបន្តជាប្រភពផ្ដល់ចំណេះដឹងក៏ដូចជាព័ត៌មានច្បាស់លាស់ក្នុងការថែទាំបុត្រធីតាជូនទៅប៉ាម៉ាក់គ្រប់រូបយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត